និយាយរួមទៅបង្អែមមួយនេះគឺខ្ញុំធ្វើជាលើកទី1ហើយមានអារម្មណ៍ថាឆ្ងាញ់សរសើរខ្លួនឯងបងប្អូនទាំងអស់គ្នាធ្លាប់បានដឹងពីអត្ថប្រយោជន៍ជាច្រើនរបស់ប្រទាលកន្ទុយក្រពើហើយជាទូទៅគឺគេចូលចិត្តយកប្រទាលមួយនេះទៅធ្វើជាភេសជ្ជៈសម្រាប់ផឹកល្អសម្រាប់សុខភាពមិនថាមនុស្សចាស់ឬមួយកូនក្មេងឥឡូវនេះកុំឲ្យខាត់ពេលវេលាយូរតោះយើងទៅមើលពីវិធីធ្វើទាំងអស់គ្នាសម្រាប់គ្រឿងផ្សំដែលខ្ញុំធ្វើថ្ងៃនេះគឺមានដូចជាប្រទាលកន្ទុយក្រពើហើយនិងសាច់ដូងរាងចាស់ល្មមសម្រាប់បងប្អូនមានខ្ទិះដូងយើងបន្ថែមខ្ទិះដូងបានទៀតដើម្បីវាកាន់តែឆ្ងាញ់ហើយស្ករគឺខ្ញុំប្រើស្ករត្នោតនិងស្ករសបើបងប្អូនអត់មានស្ករត្នោតគឺយើងដាក់តែស្ករសក៏បានដែរហើយមានស្លឹកតើយហើយខ្ញុំថែមជាមួយនឹងស្គូបងប្អូនអត់ដាក់ស្គូក៏បានដែរហើយនឹងយើងមានអំបិលបន្តិចឥឡូវនេះយើងមកមើលពីវិធីធ្វើទាំងអស់គ្នាជាដំបូងគឺយើងត្រូវចិតសម្បកប្រទាលកន្ទុយក្រពើឲ្យស្អាតហើយយើងចិតសាច់របស់វាជាចំណិតតូចៗតាមចំណូលចិត្តរបស់យើងបន្ទាប់មកយើងយកសាច់របស់វាទៅលាងសម្អាតទឹករហូតដល់ជ្រះរំអិលបើយើងលាងអត់ស្អាតធ្វើឲ្យវាមានក្លិនកពុលធំចេញពីសាច់របស់ប្រទាលកន្ទុយក្រពើចាខ្ញុំលាង 5-6 ទឹកឃើញថាវាស្អាតហើយយើងក៏ទៅធ្វើការកោសសាច់ដូងចាស់របស់យើងហើយស្គូដែលយើងមុននឹងយកទៅដាក់នោះគឺយើងត្រូវធ្វើការត្រាំទឹកពីមុនសិនបន្ទាប់ពីយើងរៀបចំគ្រឿងផ្សំរួចរាល់ហើយយើងធ្វើការដាំទឹកយើងបន្ថែមជាមួយនឹងស្លឹកតើយរហូតដល់វាពុះយើងក៏ចាក់សាច់ប្រទាលកន្ទុយក្រពើចូលទៅក្នុងឆ្នាំងមួយសន្ទុះមកពុះក្រោយមកយើងក៏អាចដាក់ជាមួយនឹងស្គូដែលយើងបានត្រាំនោះចូលទៅហើយក្រោយមកយើងក៏អាចដាក់បន្ថែមនឹងសាច់ដូងរបស់យើងដែលបានកោសរួចនោះចូលក្នុងឆ្នាំងរហូតដល់មកពុះយើងក៏អាចថែមជាមួយនឹងស្កររបស់យើងមកផ្អែមល្មមលោកហើយយើងក៏ថែមជាមួយនឹងអំបិលបន្តិចដើម្បីឲ្យផ្អែមមុតចាហើយបង្អែមរបស់យើងគឺបានឆ្អិនហើយឥឡូវនេះយើងក៏អាចយកដួសយកទៅហូបបានហើយចាចង់បងប្អូនចង់ដឹងថាវាមានរសជាតិបែបណាអាចសាកល្បងធ្វើបានចាវីដេអូរបស់ខ្ញុំមានតែប៉ុណ្ណេះចាអរគុណច្រើនបាយបាយ